សូមជូនរឿងជីវិតសូនីតាចាប់តាំងពីឪពុកម្ដាយស្លាប់ចោលទៅនាងរស់នៅជាក្មេងកំសត់កំព្រាតែតោលម្នាក់ឯងថ្ងៃមួយនាងក៏បានទៅដល់ផ្ទះស្ត្រីចំណាស់ម្នាក់ជាអ្នកមានទ្រព្យសម្បត្តិនាងក៏ចូលទៅសុំដូនចាស់នៅជាមួយដូនចាស់ក៏ព្រមទទួលនាងដូនចាស់ម្នាក់នេះបានប្រើសូនីតាឲ្យធ្វើការគ្រប់បែបយ៉ាងទាំងអស់ទាំងការងារផ្ទះបាយថែសួននិងរៀបចំក្នុងផ្ទះគ្រប់ទីកន្លែងរាល់ថ្ងៃនាងត្រូវធ្វើការងារច្រើនតែទោះជាយ៉ាងនេះក៏ដោយក៏នាងនៅតែអត់ធ្មត់តស៊ូក្នុងជីវិតរបស់នាងដែរដូនចាស់តែងតែប្រើពាក្យគំរោះគំរើយទៅលើនាងព្រោះនាងធ្វើការអ្វីមិនត្រូវចិត្តគាត់សោះថ្ងៃមួយនៅពេលដែលនាងកំពុងរៀបចំគ្រែរបស់ដូនចាស់ក៏ដើរមកក្បែរគ្រែស្ដីឲ្យនាងខ្លាំងថាណែសូនីតានាងឯងនេះធ្វើការមិនប្រយ័ត្នសោះមើលអ្នកសុទ្ធតែសក់អីចឹងទេតើបានជាអញដេកមិនដែលលក់សោះដូនចាស់ចង្អុលមុខនាងដោយខឹងយ៉ាងខ្លាំងក្រោយមកដូនចាស់បានបណ្ដេញសូនីតាឲ្យចាក់ចេញពីផ្ទះរបស់គាត់ជីវិតនាងពេលនេះប្រៀបដូចជាចកដែលរសាត់គ្មានទីជម្រកនាងដើរកាត់ពីភូមិមួយទៅភូមិមួយបានទៅដល់ផ្ទះប្តីប្រពន្ធពីរនាក់ជាអ្នកលក់សម្ភារៈកសិករម្ចាស់ផ្ទះនោះពុំមានកូនម្នាក់ឡើយនាងបានសុំជួយលក់ឲ្យកសិករហើយពួកគាត់បានស្រស់ស្រួលគ្នាឲ្យនាងរស់នៅជាមួយហើយចិញ្ចឹមនាងរហូតដល់ធំមិនតែប៉ុណ្ណោះពួកគាត់ស្រឡាញ់នាងដូចកូនបង្កើតទៀតផងក្រោយពីការសិក្សាសូនីតាបានជួយធ្វើការម្ដាយឪពុកចិញ្ចឹមគ្រប់បែបយ៉ាងនិងជួយលក់ដូរនៅផ្ទះផងដែរនិយាយពីដូនចាស់ម្នាក់នោះវិញចាប់តាំងពីអត់ពីសូនីតាទៅគាត់ត្រូវធ្វើការសពបែបយ៉ាងទាំងអស់ដោយសារគាត់ជាមនុស្សចាស់គាត់ក៏ធ្វើការភ្លេចមុខភ្លេចក្រោយថ្ងៃមួយពេលដែលគាត់ធ្វើការមិនប្រយ័ត្នក៏បណ្ដាលឲ្យមានភ្លើងឆេះផ្ទះគាត់បាត់បង់ផ្ទះសម្បែងអស់ទាំងទ្រព្យសម្បត្តិសល់តែខ្លួនមួយគ្មានទីពឹងដោយអស់ជំរឿគាត់ក៏ដើរសុំទានគេសម្រាប់ចិញ្ចឹមជីវិតនៅល្ងាចថ្ងៃមួយដូនចាស់ក៏ដើរមកដល់ផ្ទះអ្នកលក់សម្ភារៈកសិករហើយនិយាយជាមួយសូនីតាតាមរបៀបអ្នកសុំទានសូនីតាស្គាល់ជាក់ជាដូនចាស់ក៏និយាយគួរសមហើយដាក់ទានម្ហូបអាហារមកជូនគាត់ពិសាដោយឃើញគាត់ជាមនុស្សចាស់ជរាហើយមេឃក៏កាន់តែងងឹតផងនោះនាងក៏អង្វរឪពុកម្ដាយចិញ្ចឹមសុំឃាត់ដូនចាស់ឲ្យសម្រាកនៅផ្ទះនេះបានមួយយប់ឪពុកម្ដាយចិញ្ចឹមក៏យល់ស្របតាមគំនិតរបស់កូនស្រីមិនជំទាស់អ្វីទេដូនចាស់និយាយថាចៅឲ្យយាយដេកក្នុងបន្ទប់ដាក់អីវ៉ាន់នេះក៏បានដែរយ៉ាងណាក៏គ្រាន់បើជាងដេកតាមចិញ្ចើមខ្នោដែរណាចៅនាងឆ្លើយថាអីចឹងតាមចិត្តលោកយាយចោះហើយពួកគាត់ក៏ចូលសម្រាករៀងខ្លួនទៅសូនីតាបាននិយាយទៅកាន់ដូនចាស់ថាលោកយាយផ្ទះខ្ញុំចង្អៀតបន្តិចហើយព្រោះមានអីវ៉ាន់ច្រើនណាស់លុះព្រឹកឡើងសូនីតាក៏បានរៀបចំអីវ៉ាន់លក់ដូចធម្មតានាងសួរដូនចាស់ថាលោកយាយយកមិញសម្រានលក់ទេយាយផ្ដល់ចម្លើយថាយាយដេកលក់ស្រួលណាស់ចៅយាយអរគុណចៅខ្លាំងណាស់ដែលមានចិត្តសប្បុរសចំពោះយាយសូនីតាចម្លែកក្នុងចិត្តណាស់ព្រោះដូនចាស់ម្នាក់នេះកាលពីមុនសូម្បីតែសម្រានលើសក់2-3សរសៃក៏គាត់ថាសម្រានមិនលក់ដែរចុះហេតុអ្វីក៏គាត់សម្រានលើខ្សែគោនេះបានតែទោះជាបែបនេះក៏ដោយក៏នាងមិនប្រកាន់ខឹងនឹងគាត់ដែរព្រោះនាងយល់ថាដូនចាស់ម្នាក់នេះធ្លាប់ចិញ្ចឹមនាងមួយរយៈកន្លងមកនាងក៏បានអង្វរឪពុកម្ដាយសុំឲ្យដូនចាស់រស់នៅជាមួយព្រោះឃើញគាត់ចាស់ណាស់ទៅហើយ